ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំចង់បង្ហាញស្នាដៃបន្តិចអំពីការធ្វើម្ហូបនេះគឺជាម្ហូបមួយដែលងាយស្រួលធ្វើខ្លាំងមែនទែនជាពិសេសគឺជាម្ហូបមួយដែលពេញនិយមខ្លាំងហើយក៏ជាម្ហូបមួយដែលវាត្រូវជាមួយនឹងគ្រឿងត្រជាក់ហើយវិធីធ្វើគឺងាយស្រួលមែនទែនអ្នកទាំងអស់គ្នាគឺយើងមានគល់ស្លឹកគ្រៃមានម្សៅស៊ុបមានស្ករមានប៊ីចេងមានបាល់ជាដើមហើយមានសាច់មាន់ដូចឃើញនៅក្នុងរូបហ្នឹងដំបូងគឺយើងកណ្ដៅខ្លាញ់តិចមកចាក់ខ្លាញ់ឲ្យវាក្ដៅតិចទៅហើយខ្លាញ់គឺយើងដាក់មកល្មមមកអាចបំពងខ្ទឹមបានណាចឹងយើងក៏លេងវាពេញបាត់ខ្ទះមកបន្តមកទៀតយើងដាក់បំពងខ្ទឹមហើយនឹងម្ទេសជាមួយគ្នាដើម្បីឲ្យវាបន្ថែមរសជាតិក្លិនហើយក៏ដូចជារសជាតិម្ហូបផងដែរអញ្ចឹងដំបូងគឺយើងដាក់វាឲ្យខ្ទឹមហ្នឹងហើយនឹងម្ទេសហ្នឹងឲ្យវាយ៉ាងឡើងក្រហមតិចបន្តមកទៀតយើងអាចអ្នកនរគ្នាអាចដាក់គល់ស្លឹកគ្រៃមុនក៏បានដាក់សាច់មុនក៏បានប៉ុន្តែខ្ញុំដាក់សាច់មុនដើម្បីឲ្យវាឆាប់ឆ្អិនហើយវាលឿនផងដែរអញ្ចឹងបន្ទាប់ពីសាច់យើងឡើងពណ៌រាងក្រហមតិចហើយខ្ញុំដាក់គល់ស្លឹកគ្រៃអញ្ចឹងគល់ស្លឹកគ្រៃគឺយើងអាចមានរបៀបចិតច្រើនយ៉ាងស្រេចតែអ្នកនរគ្នាចង់ចិតស្ដើងឬចិតចំណិតឬក៏យ៉ាងម៉េចអានឹងស្រេចតែអ្នកនរគ្នាចង់ធ្វើប៉ុន្តែខ្ញុំចិតជាលក្ខណៈល្អិតដើម្បីអាចញ៉ាំបានព្រោះខ្ញុំចូលចិត្តគល់ស្លឹកគ្រៃចាំទៅមកទៀតគឺដាក់អំបិលមកហើយយើងកូរវាឲ្យវាឆ្អិនសព្វទៅមកទៀតគឺដាក់មានស្ករ2ស្លាបព្រាកាហ្វេនឹងមកហើយបន្តមកទៀតគឺកូរវាឲ្យសព្វឲ្យវាចូលជាតិជាមួយគ្នាយើងកូរវាឲ្យចូលរាងយូក្រិនបន្តិចមកហើយយើងថែមដាក់អំបិលគឺយើងដាក់មកល្មមទេអំបិលវាប្រៃយើងដាក់ថែមបន្ទាប់ពីដាក់គ្រឿងគ្រប់អស់ហើយយើងកូរវាឲ្យស្មើសាច់ហើយយើងដាក់ក្របវាទៅដើម្បីឲ្យវាមានញើសហើយវាអាចបញ្ចេញជាតិទឹកនៅក្នុងម្ហូបរបស់យើងដើម្បីឲ្យវាមានទឹកខ្លះកុំឲ្យវាក្រៀមពេកហើយយើងអាចដាក់ជាមួយនឹងស្លឹកម្រះព្រៅប៉ុន្តែដោយសារកន្លែងខ្ញុំគឺវាអត់មានម្រះព្រៅដាក់អញ្ចឹងខ្ញុំធ្វើតែអ្វីដែលខ្ញុំមានអញ្ចឹងដាក់ចឹងឥឡូវគឺឆ្អិនហើយឥឡូវអត់មើលលទ្ធផលទាំងអស់គ្នាតាអូខេតំណងហ៎បើសិនជាមានអីតិចទៀតនឹងកាន់តែអេហ្មងម្ហូបនេះគឺវា fit ជាមួយនឹងរបស់តិចគេជាតិហ្មងអ្នកនរគ្នានេះគឺជាមុខម្ហូបមួយដែលងាយស្រួលហើយលឿនសម្រាប់មនុស្សដែលអត់ចេះធ្វើម្ហូបហើយខ្ជិលតែអ្នកនរគ្នាគេហៅថាឆាក្តៅគល់ក្រៃបែបវិធីងាយអ្នកនរគ្នាអាចធ្វើបានដោយខ្លួនឯងវាងាយស្រួលមែនតើ simple ហើយរសជាតិក៏វាអែមដែរបើយើងមានអីជាហើយជាមួយនឹងសាច់មាន់ឆាគល់ស្លឹកគ្រៃនេះគឺ the best